Tiếp xúc bong bóngទាំងអស់គ្នានាងខ្ញុំគីមគឺជាទីប្រឹក្សាផ្នែកលក់ត្រាក់ទ័រ John Deere សូមមកនិយាយពីលក្ខណៈពិសេសរបស់ត្រាក់ទ័រ John Deere Series 5E សូមបងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមតាមដានទាំងអស់គ្នាណាលក្ខណៈពិសេសទី1របស់ត្រាក់ទ័រ John Deere គឺម៉ាស៊ីនស៊ីប្រេងតិចម៉ាស៊ីន John Deere ប្រើល្បឿនជុំទាបត្រឹមតែ 2400 ចុំក្នុង1នាទីការប្រើប្រាស់ល្បឿនជុំទាបបង្កើតបានកម្លាំងពេញនោះមានន័យថាការបាញ់ប្រេងចូលក្នុងចំហម៉ាស៊ីនមានចំនួនតិចដងជាងត្រាក់ទ័រដទៃល្បឿនជុំទាបការកកិតទាបការសឹករិចរិលទាបជាងគេធ្វើឲ្យម៉ាស៊ីនប្រើប្រាស់បានកាន់តែយូរម៉ាស៊ីន John Deere ប្រើតែ3ប៊ីស្តុងតែទំហំធំរហូតដល់ 2.9 លីត្រធ្វើឲ្យបន្ទុកចំហេះមានមាត្រកាន់តែធំបន្ទុកចំហេះមានមាត្រធំធ្វើឲ្យការផ្ទុះឆេះផ្ដល់កម្លាំងខ្លាំងបូកសំជាមួយម៉ាស៊ីនមានកង់យោងធ្ងន់ហើយធំធ្វើឲ្យម៉ាស៊ីន John Deere មានដង្ហើមវែងនិងមិនងាយរលត់ត្រាក់ទ័រ John Deere មានកម្លាំងបំរុងខ្ពស់រហូតដល់ 27% ទៅ 30%ដែលផ្ដល់ឲ្យម៉ាស៊ីនខ្លាំងដង្ហើមវែងមិនងាយរលត់មិនងាយធ្លាក់ល្បឿនជុំនិងមិនចាំបាច់សាំងលេខញឹកញាប់នៅពេលធ្វើការឬក៏កំពុងអូសបន្ទុកធ្ងន់ជួយឲ្យម៉ាស៊ីនស៊ីប្រេងតិចដោយសារមិនត្រូវការរោម៉ាស៊ីនខ្លាំងធ្វើឲ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានកាន់តែយូរដោយសារម៉ាស៊ីនមិនប្រើសម្ពាធខ្លាំងកាត់បន្ថយការសឹករិចរិលនៃគ្រឿងបង្គុំរបស់ម៉ាស៊ីនបងប្អូនកុំភ្លេចតាមដានវីដេអូបន្តបន្ទាប់ដែលបង្ហាញពីលក្ខណៈពិសេសរបស់ត្រាក់ទ័រ John Deere Series 5E បងប្អូនកុំភ្លេចជួយ like និង share ឲ្យបានច្រើនបើសិនជាបងប្អូនមានចម្ងល់ឬចំណាប់អារម្មណ៍អាចឆាតចូល page ផ្ទាល់ឬក៏អាច call តាមរយៈតាមលេខទូរស័ព្ទខាងលើនេះផងដែរសូមអរគុណច្រើនបងប្អូនជំរាបលាត្រាក់ទ័រ John Deere ជាទំនុកចិត្តរបស់លោកអ្នកនាំចូលនឹងចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន RMA Cambodia